បាទសួស្តីថ្ងៃនេះខ្ញុំចង់ចែកម្លែកផ្នែកតខ្លួនទេហើយក៏មិនជាការ challenge ជាមួយទៅអ្នកណាដែរយើងបានឃើញហើយឃើញវាគ្មិននេះខ្លះឬក៏បងប្អូននេះខ្លះតាអត់លុយអើយតែផឹងប្រើរបស់ល្អទៅអីផឹង loan ធនាគារផឹង loan micro finance យូរលុយទិញទូរស័ព្ទទិញម៉ូតូទិញរបស់ brand ទៅអីបើសិនតែខ្លួនយើងមិនតមានសមត្ថភាពលទ្ធភាពនៃការទិញគួរគេថាមិនគួរទេអានេះសម្រាប់ខ្ញុំវិញនិយាយបទពិសោធន៍របស់ខ្ញុំវិញពាក្យថាជាមនុស្សម្នាក់តែមានតម្រូវការនៃការប្រើប្រាស់សម្ភារៈទំនើបរបស់ល្អៗឬក៏ការទទួលទានបរិឆ្ងាញ់បាទមនុស្សភាគច្រើននិយាយចឹងភាគច្រើនគឺយើងចង់ប៉ុន្តែសម្រាប់លទ្ធភាពនិងសត្ថភាពតើយើងធ្វើបានអត់ខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំចូលចិត្តរបស់ទំនើបដែររបស់ brand ដែរតែមិនចំពោះមុខទាំងអស់ហើយរបស់នោះដែលខ្ញុំថាខ្ញុំស្រឡាញ់បាទខ្ញុំពិចារណាក្នុងការទិញឬខ្ញុំឡូនខ្ញុំក៏អ្នកឡូនដូចគ្នាដែរខ្ញុំចាប់ដើមឡូនមែនទែនគឺខាង Aeon ដូចជាឆ្នាំចន្លោះ2011 2012នៅពេលដែល Aeon ចាប់បានកើតដំបូងខ្ញុំឡូនដូចជាគេថាចាក់ CD ចូលហ្នឹងថ្លៃបាទគឺយើងពាក់វ៉ែនតាទៅយើងមានអាក្បាលម៉ាស៊ីនចាក់ 3D មើលទៅឃើញជា 3D គឺទំនើបបច្ចុប្បន្នហ្នឹងបាទម៉ាស៊ីនកាញ់ទៅយើងជិត$3000បាទគឺខ្ញុំឡូន Aeon បាទសួរតើខ្ញុំមានលុយគ្រប់ទៅទិញទេខ្ញុំលុយគ្រប់អាចទិញអាចបានក៏តែវាជាជំហានទី1នៃការធ្វើខ្ញុំចេះឡូនទៅនឹងទិញសម្ភារៈព្រោះយើងដែរដឹងថាការទិញសម្ភារៈមានការឡូនបានហើយឯកសារប្រតិតឹងបានមិនជាគេចិត្តឲ្យយើងគេមើលទ្រព្យខែរបស់យើងទីតាំងរបស់យើងតញ្ញម័នរបស់យើងបានគូសាររបស់យើងហើយនឹងគេថា bank statement ឬក៏กระดาษបាយខែរបស់យើងចូលនោះដូចជាមិនមាន bank statement ព្រោះទៅ2011វាអត់ទៅដូចខ្លាំងអញ្ចឹងនិយាយថាกระดาษជាខែ3ខែ6ខែរបស់យើងអញ្ចឹងខ្ញុំក៏ឡូនទិញសិនចាក់ 3D ហ្នឹងខ្ញុំសប្បាយចិត្តនៃការយឺតទីរបស់យើងស្រឡាញ់ដោយសារខ្ញុំចូលចិត្តមើលឬ Hollywood ដែលពិតជា 3D ដែលជាលើកទី1ដែលខ្ញុំមានអានឹងដាក់នឹងផ្ទះយើងពាក់វ៉ែនតាយើងមើលចូលហ្នឹងប៉ុន្តែឥឡូវមិនអាចទេ 3D ទំនើបមាន 4K ក៏មានដែរខ្ញុំទិញសូតែខ្ញុំខ្ជិះខ្ជាយបើមើលរូបភាពថាមកគួរទិញ$3000ច្រើនតែរូបភាពដែលយើងមានលទ្ធភាពសមត្ថភាពហើយយើងចង់បានខ្លាំងខ្ញុំថាមិនជាការខ្ជិះខ្ជាយជាការបំពេញសេចក្តីត្រូវការរបស់យើងជាការបំពេញបំណងប្រាថ្នារបស់យើងនៃការស្រឡាញ់ដោយសារយើងមានលទ្ធភាពនៃការប្រើប្រាស់ហើយយើងមិនចេះតែទិញយើងថាយើងទិញតែរបស់ដែលយើងស្រឡាញ់យើងចាំបាច់ស្ទើរតែប្រើច្រើននេះវាខាតវាមិនយើងកាយទិញដីទិញមាសទុកឲ្យយើងចំណេញទេបាទទិញរបស់គឺខាតយូរទៅរបស់គឺអាប់ដេតថ្មីវាស្មើទៅនឹងដុំថ្មវាខូចពេលណាមួយបាទក៏តែអ្វីនោះគឺខ្លួនយើងអារម្មណ៍របស់យើងគឺយើងសប្បាយចិត្តហើយគប់ផ្សំតែយើងចូលចិត្តមើលរឿង Hollywood ចូលចិត្តមើលរឿងផ្សេងដែលប្រភេទជា 3D ដោយសារខ្ញុំជាអ្នកចូលចិត្តប្រព័ន្ធ technology បាទហើយដល់ពេលខ្ញុំមើលទៅខ្ញុំជក់មកបាទជប់ឡើងពេលខ្ញុំមកធ្វើការហត់ខ្ញុំបើកទូហើយមើលប្រភេទ 3D នេះគឺល្អមើលបាទ Hollywood ឬ Avatar ច្រើនខ្ញុំមើលជក់មែនតើបាទពេល 3D មានទិញតុក្កតាមកច្រើនដែរដូចផុសទៅនឹងដៃច្រើននោះមិនតាន់ផុសខ្លាំងទេហើយឌីចាក់ហ្នឹងក៏មានប្រភេទផុសខ្លាំងឬមិនផុសខ្លាំងពេល 3D ហ្នឹងបាទមានប្រភេទទៀតហើយតម្លៃគឺថ្លៃថោកទីមួយថ្លៃច្រើនណាស់តែខ្ញុំបានបំពេញនៅអ្វីដែលខ្ញុំចង់បានអញ្ចឹងខ្ញុំចង់មកបកមកទូទៅវិញគាត់គិតទៅអ្នកខ្លះថាយើងមិនគួរណាទៅជពាក់ micro finance ជពាក់ធនាគារនៅពេលយើងទិញរបស់ទិញឡានទិញសម្ភារៈផ្សេងមកបំពេញសេចក្តីត្រូវការរបស់យើងដឹងហើយថាអ្នកណាក៏ចង់បានរបស់ល្អប្រើតែបើយើងប្រើទៅលើសមត្ថភាពរបស់យើងពេកអាហ្នឹងយើងមិនគួរទេតែបើយើងសមត្ថភាពយើងមានលទ្ធភាពនៃការ
ដោះស្រាយពេលមិនចាំខែខ្ញុំខែមិនខុសហើយបាទពេលខែយើង$1000ឧទាហរណ៍ណាបាទយើងត្រូវបង់ធនាគារមួយខែ$100 10%នៃប្រាក់ខែដូចជាមិននេះធ្ងន់ធ្ងរយើងគាត់ថាយើងមានលៃសាំងឯងពេលតែពេលហ្នឹងយើងនិយាយតែឯងណាខ្ញុំគាត់ថាយើងមានគ្រួសារលៃសាំងថ្លៃញ៉ាំអីថ្លៃចំណាយផ្សេងៗយើងធ្វើនៅក្នុងតារាងការចំណាយរបស់យើងប្រចាំខែឃើញមួយខែចាយប្រហែលអញ្ចឹងតាមថែមតាមមួយខែរយៈពេល1ឆ្នាំនៃការបង់នោះ$1000ឬក៏2ឆ្នាំនៃការរំលោះ$2000ខ្ញុំថាដូចជាមិនជាអ្វីប៉ុន្តែបើប្រាក់ខែយើង500ចាំយើងឡូនរបស់នឹងមួយដល់250-300យើងហាក់ទៅភ័យប្រាក់ខែ$1000យើងឡូនរបស់មួយបង payment គេមួយខែ$600វាហាក់ទៅភ័យប៉ុន្តែត្រឹមដក 10% នៃប្រាក់ខែរបស់យើងទៅបំពេញសេចក្តីត្រូវការរបស់យើងខ្ញុំថាដូចជាមិនអ្វីដែលជាការប្រាប់ទី2តែទៅយើងឡូនទូរស័ព្ទយើងឡូនម៉ូតូពេលខ្លះយើងគិតថាម៉ូតូល្អវាថ្លៃក៏ប៉ុន្តែភាពធន់ភាពស៊ីសាំងហើយការមិនខូចនោះវាជាកត្តាមួយដែលយើងចំណេញច្រើនបើយើងមានតែភាពទិញបានតែទិញម៉ូតូមកទឹកសេរីចាស់ពេកខូចស៊ីសាំងប្រព័ន្ធភ្លើងប្រព័ន្ធអាចមានការខូចចំណាយពេលយើងច្រើនខាតដូចគ្នាបាទម៉ូតូយើងឡូនទៀតតែជីខូចត្រូវការកើតលេតទុកចោលធ្វើអស់លុយមួយខែ$20-30បូកដកចង់ច្រើនជាងទៀតហើយការបង់នោះឥឡូវគឺមានរយៈពេល15ឆ្នាំ6ឆ្នាំ7ឆ្នាំតាមប្រភេទម៉ូតូតាមមេឡានអញ្ចឹងបាទគឺមានការប្រកួតប្រជែងនេះច្រើនហើយអត្រាការប្រាក់នោះក៏សមរម្យដែរជាងពេលនិយាយទៅបានទៅឡូនហ្នឹងក៏យើងទៅសិក្សាពីខ្លួនយើងការចំណាយរបស់យើងគឺសម័យភាពនៃការឡូនបាទហើយជាការប្រើប្រាស់សម្ភារៈទំនើបតែឲ្យសមទៅនឹងសមត្ថភាពរបស់យើងបាទដូចថាដល់នឹង10% 20%ច្រើន20%បានតែទៅ10ល្មមហ្នឹងទូរស័ព្ទមួយ1000យើងបង់មួយខែ100ទៅកាងដើមទីហោបាទគឺសមរម្យមិនជាអីពេលខែ1000ដែរតែបើពេលខែ500ហៅទៅ50ទៅបានអាហ្នឹងយើងគិតជា%វិញឬក៏15%ទៅក៏វាអត់អីដែរតែនិយាយថាយើងនៅម្នាក់ឯងក៏ប៉ុន្តែបើយើងមានគ្រួសារយើងមានកូនយើងត្រូវការបង់ផ្ទះអាហ្នឹងការប្រើប្រាស់សម្ភារៈយើងមានការគិតឲ្យមែនតើប្រាក់ខែ1000មែនតែចំណាយទៅលើគ្រួសារចំណាយលើបង់ផ្ទះម្ហូបកូនរៀន100ក៏ច្រើនដែរបាទជឿអាចបន្ធូរបន្ថយយកប្រភេទទូរស័ព្ទមកដែលថ្មីដែរមកជា iPhone ឥឡូវទូរស័ព្ទប្រភេទ Samsung តម្លៃធូរថ្លៃក៏មាន Oppo Huawei ក៏មានយើងមកតម្លៃនេះដែលសមរម្យហើយប្រើបានឥឡូវសប្តាហ៍$300ក៏ប្រើបានហើយ$250ក៏ប្រើបានហើយតែមកល្មមមកគឺយើងប្រើបានហ្មងបើយើងមិនមែនអ្នកធ្វើការមួយដែលធ្វើការប្រើប្រាស់ Telegram ខ្លាំងអីខ្លាំងយើងប្រើតែ250វាមិនថាដើរយឺតទេគឺល្មមខ្ញុំក៏មិនក៏ប្រើ tablet មួយដែរតម្លៃតែ$180ខ្ញុំប្រើតែ Telegram មួយគត់ហ្មងហើយនឹង TikTok ហើយនឹង Facebook សម្រាប់ធ្វើការនេះផងខ្ញុំសុខហ្មងហើយខ្ញុំអត់ដាក់កម្មវិធីណាចូលផ្សេងអត់មាន game អត់មានអីទាំងអស់គឺប្រើតែ3ហ្នឹងឯងគឺសមរម្យនៃការប្រើប្រាស់បាទតម្លៃតែ100ជាង iPad 500ជាងឡូយើងមើលទៅមើលសុខភាពរបស់យើងការងារនេះគេដែរយើងគិតថាបើការងារយើងថ្នាក់ខ្ពស់យើងប្រើសម្ភារៈមួយដែលមិនទំនើបយើងសេវខ្លាំងពេកក៏ការងារយើងយឺតដែរខ្ញុំថតវីដេអូនេះខ្ញុំប្រើ iPhone 3ចុងក្រោយបងបាទចឹងនៅ iPhone នេះខ្ញុំប្រើលទ្ធភាពដែរខ្ញុំប្រើច្រើនដែរតាម Telegram WhatsApp Gmail Facebook TikTok Instagram X ហើយណា Thread ផុសអីស្អីពេចឈ្មោះហៅអត់ទៅចំប្រហែលខ្ញុំប្រើទាំងអស់ពេលខ្ញុំផុសវីដេអូខ្ញុំផុសគ្រប់ទាំងអស់ចឹងខ្ញុំត្រូវការទីមទីប្រភេទទូរស័ព្ទស៊េរីខ្ពស់ memory ហើយនឹង G ខ្ពស់ដែរតែខ្ញុំប្រើលទ្ធភាពនៃទូរស័ព្ទហ្នឹងហើយយើងប្រើចូលទៅហៅចំណូលពេលបាទយើងហៅចំណូលបាទយើងមិនកាន់មកបីតែ ISO មិនប្អួតគេមិនទេការឡូនការចំពាក់ធនីគារការចំពាក់មីក្រូរ៉ែវត្ថុនោះ
តែយើងប្រើព្រះថវិកាយើងចំគោលដៅនៃការលុយមកប្រើតែបើយើងយកមកហឺហាមែនអូខេទិញម៉ូតូទំនើបឡានទំនើបចំណូលមានតិចចំណាយខ្ពស់អាហ្នឹងខ្ញុំថាមិនគួរទេហើយធនាគារគេមិនឲ្យយើងដែរគេមើលចំណូលយើងប្រាក់ខែ500ឧទាហរណ៍តឡូនគេ20000គេប្រហែលគេមិនឲ្យបាទគេមើលដែរគេសិក្សាគេឲ្យប្រមាណភាគរយនៃទំហំប្រាក់ខែយើង2ដងឬក៏3ដងហើយប៉ះយើងមានកូន2មានបងផ្ទះទៀតប្រាក់ខែខ្លះគេអត់ឲ្យយើងតឡូននោះគេមិនឲ្យបាទអញ្ចឹងការលោតបានជោគជ័យនោះវាជារូបភាពមួយ performance ល្អដែរមិនថាយើងលោតមកជាពាក់ធនាគារអត់មែនទេគេមើលសិក្សាវាយើងថាបាទបើខ្ចីច្រើនអត់មានទ្រព្យទៅប្រចាំគេបើលោនទូរស័ព្ទលោនអីអាចធ្វើតែខែអញ្ចឹងណាតែបើលោនអីផ្សេងអត់ទេបាទគេទាមទារច្រើនបាទអញ្ចឹងធនាគារក៏មិនចិត្តឲ្យដែរយើងថាធនាគារឲ្យគាត់ថា performance យើងវាល្អហើយបាទតែដូចជាឡើងវិញថាខ្ញុំគាំទ្រទាំងពីរពួកខ្ញុំអត់ចូលចិត្តធ្វើអីមិនអវិជ្ជមានទេខ្ញុំទាំងវិជ្ជមានហើយអវិជ្ជមានយើងយកមកយើងវិភាគឲ្យបបួលស្ដាប់គិតវិញពេលខែតិចយើងប្រើទៅតាមលទ្ធភាពនៃរបស់ដែលយើងទិញមកមិនធូរថៃទៅបើប្រាក់ខែយើងច្រើនយើងប្រើរបស់ណាដែលស័ក្តិសមទៅនឹងប្រាក់ខែសមទូនទីសមទៅនឹងការងាររបស់យើងការងារយើងគឺយើងប្រើច្រើនទូរស័ព្ទ memory ទូចជីតិចឆាប់ពេញប៉ុន្តែបើទិញមកទូរស័ព្ទថ្លៃតែការងារមានអីគេឆែក Facebook លេង game អាហ្នឹងដូចជាអត់ចាំបាច់នៃការចំណាយទៅទិញរបស់ខ្ញុំទេបាទគឺខ្ញុំគាំទ្រទាំងពីរទាំងបងប្អូនលើកទាំងគូនិងមិនគូខ្ញុំថាទាំងពីរសំខាន់ខ្លួនគាត់គិតពីខ្លួនគាត់បើគាត់មិនមានលទ្ធភាពខ្លួនឯងផងទិញមកគាត់ជាបំណុលអាហ្នឹងជារបស់គាត់ទេខ្ញុំគាត់ថាមកនេះពីច្រើនគឺគាត់ពិចារណាខ្ពស់ក្នុងការទៅទិញរបស់តែថ្លៃឲ្យប្រើមកអស់លទ្ធភាពនៃរបស់ប្រើប្រាស់ហ្នឹងគាត់មិនទិញអាហ្នឹងដូចស្អីកម្រិតការយករបស់ខ្ពស់ជាងមុនបាទតែបើអ្នកខ្លះគេប្រើដើម្បីការ high soul របស់គេតែមិនគាត់ថាតិចណាបាទគេប្រជាប្រដ្ឋខ្មែរយើងយល់នឹងខ្ពស់ពីបញ្ហាហ្នឹងច្រើនបាទអញ្ចឹងការធ្វើជា content តទៅនឹងគឺល្អបាទបើណាអ្នកធ្វើ content គាត់ព្យាយាមបញ្យល់យើងព្យាយាមយកគិតពិចារណាអញ្ចឹងអ្នកខ្លះគាត់វិជ្ជមានក៏អវិជ្ជមានជាការគិតរបស់គាត់ដែរបើខ្ញុំវិញ